សូមក្រាបថ្វាយបង្គំនិងសូមជម្រាបសួរខ្ញុំបាទសៀនផល្លាជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យបៀបរាយហើយថ្ងៃនេះខ្ញុំពិតជាមានសេចក្តីបេតិសោមនស្សរីករាយយ៉ាងក្រៃលែងដែលត្រូវបានអញ្ជើញក៏ដូចជាត្រូវបានអនុញ្ញាតឲ្យចូលរួមជាវីគ្មិននៅក្នុងកម្មវិធីសន្ទនាសេដ្ឋកិច្ចនាពេលនេះនៅក្នុងប្រធានបទដែលជាប្រធានបទដ៏ចម្បងមួយដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងតែយកចិត្តទុកដាក់នៅក្នុងភាពមិនប្រកបជាសកលនាពេលនេះក្នុងប្រធានបទមួយដែលយើងដាក់ថាជាភាពធន់សេដ្ឋកិច្ចកម្ពុជាបាទសូមអរគុណបាទសូមអរគុណលោកបណ្ឌិតជាកិច្ចចាប់ផ្ដើមនៃសំណួររបស់យើងព្រោះយើងនឹងមានសំណួរជាច្រើនបាទតាក់ទងជាមួយពាក្យថាភាពធន់ពាក្យថាធន់បំផាត់នេះគឺវាមានគេហៅថាវាយមិនដួលទុនស្វិតរបៀបម៉េចយើងនឹងជជែកគ្នាបន្ថែមនៅក្នុងថ្ងៃផងដែរជាបឋមសូមឲ្យលោកបណ្ឌិតបកស្រាយពាក្យថាហេតុដូចដែលហៅថាភាពធន់នៃសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរបាទសូមជួយបាទសូមអរគុណចំពោះសំណួរហើយក៏ជាខ្លឹមសារសំខាន់ដើម្បីអនុញ្ញាតឲ្យទាំងអស់គ្នាបានយល់កាន់តែច្បាស់ទៅលើប្រធានបទមុននឹងឈានទៅដល់ខ្លឹមសារលម្អិតនៃភាពធន់សេដ្ឋកិច្ចកម្ពុជានេះយើងចាប់ផ្ដើមហើយខ្ញុំក៏សូមលើកជាឧទាហរណ៍ក៏ដូចជាបកស្រាយបែបសាមញ្ញហើយឈានទៅដល់និយមន័យនៅក្នុងវិស័យសេដ្ឋកិច្ចបាទមុនខ្ញុំមកកម្មវិធីលោកសាស្ត្រាចារ្យម្នាក់គាត់បានជជែកជាមួយខ្ញុំគាត់ថាស្អីគេភាពធន់សេដ្ឋកិច្ចបាទហើយតើលោកគ្រូបាឡាចង់លើកឡើងអំពីអ្វីហើយអញ្ចឹងលោកគ្រូម្នាក់ទៀតគាត់បានថាហេភាពធន់សេដ្ឋកិច្ចហ្នឹងចង់មានន័យថាលោកកហ្នឹងគេដាក់3ដៃបាទដាក់3ដៃអត់មានតណានៅឈោបានដដែលឬក៏ចង្កាលដួលតិចតួចក្រោកឈោឡើងនៅតែអាចនិយាយបាននៅតែញញឹមបានដដែលគាត់ហាក់ដូចជាលើកឡើងនឹងបែបថាចង់បញ្ញាក់ឬចង់លេងសាច់បន្តិចប៉ុន្តែវាជារឿងត្រឹមត្រូវភាពធន់របស់គាត់បាទហើយខ្ញុំចង់លើកឧទាហរណ៍ទី2ដែរតាមពិតខ្ញុំជាអតីតដែលខ្ញុំនិយាយលេងថាជាមគ្គុទ្ទេសក៍ទេសចរចូលនិវត្តន៍បាទហើយអញ្ចឹងនៅពេលដែលមានឋានៈដឹកនាំក៏ដូចជាមិត្តភ័ក្តិចិត្តដិតទៅលេងសៀមរាបបើខ្ញុំមានពេលវេលាខ្ញុំជូនពួកគាត់ទៅលេងប្រាសាទបាទជូនពួកគាត់លេងប្រាសាទអញ្ចឹងស្របពេលនឹងអាកាសធាតុដែលក្តៅរបៀបហ្នឹងខ្ញុំអត់ដែលពាក់មួកទេជាក់ស្ដែងបើឃើញរូបថតឬក៏ឃើញសកម្មភាពរបស់ខ្ញុំគឺខ្ញុំមិនដែលពាក់មួកទេអញ្ចឹងមិត្តភ័ក្តិខ្ញុំក៏ដូចជាក្រុមការងារគាត់ថាចំលោកផល្លាអត់ក្តៅទេតាមពិតខ្ញុំក្តៅខ្លះដែរក៏ប៉ុន្តែ20ឆ្នាំនៅក្នុងជីពជាមគ្គុទ្ទេសក៍ទេសចរខ្ញុំមិនដែលពាក់មួកទេអញ្ចឹងកន្លែងនេះពួកគាត់ក៏បានបន្តទៀតថាចំលោកផល្លាធន់នឹងកម្ដៅបាទធន់នឹងកម្ដៅអញ្ចឹងធន់កន្លែងនេះវាជាកិរិយាសព្ទធន់នឹងអ្វីមួយមានន័យថាយើងអាចទប់ទល់ទៅនឹងស្ថានភាពនឹងបើទោះបីជាតាមពិតខ្ញុំក្តៅខ្លះមិនមែនថាមិនក្តៅទេក្តៅដូចគ្នាក៏ប៉ុន្តែបើធៀបជាមួយនឹងអ្នកផ្សេងទៀតគឺគាត់អាចជិះក្បាលគាត់អាចវិលមុខអាចដួលសន្លប់ក៏មានដែរដោយសារតែកម្រិតនៃភាពធន់ហើយដោយសារតែប្រព័ន្ធនៃភាពស៊ាំមានន័យថាខ្ញុំស៊ាំនឹងកម្ដៅនឹងរយៈពេល20ឆ្នាំហើយក្នុងអាជីពជាមគ្គុទ្ទេសក៍ទេសចរនឹងបាទនេះជាការលើកឧទាហរណ៍តែជាសាមញ្ញដើម្បីអាចឲ្យយើងអាចយល់នៅពាក្យថាធន់នេះហើយក៏ជាជំហានបន្ទាប់ហ្នឹងក៏ខ្ញុំសូមបញ្ជាក់អំពីនិយមន័យក៏ដូចជាការវិវត្តនៃនិយមន័យនៃភាពធន់សេដ្ឋកិច្ចបាទតាមពិតទៅភាពធន់នេះវាមានតាំងពីបុព្វកាលតាំងពីការកកើតនៃសង្គមមនុស្សក៏ប៉ុន្តែបើយើងពិនិត្យមើលទៅលើឯកសារនឹងយោងទៅតាមការស្រាវជ្រាវកន្លងមកឃើញថានិយមន័យនៃភាពធន់សេដ្ឋកិច្ចនេះទើបនឹងត្រូវបានសរសេរទើបនឹងត្រូវបានលើកឡើងនៅក្នុងរង្វង់ឆ្នាំ2010មកតែប៉ុណ្ណោះជាពិសេសតាមរយៈធនាគារពិភពលោកក្តីតាមរយៈអង្គការសហប្រជាជាតិនិងតាមរយៈធនាគារអាវ៉ាត់អាស៊ីនៅក្នុងនោះគណៈកម្មការសង្គមនិងសេដ្ឋកិច្ច
សម្រាប់អាស៊ីនិងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិបានលើកឡើងនៅក្នុងឆ្នាំ2013ធនាគារពិភពលោកបានលើកឡើងនៅក្នុងឆ្នាំ2014ហើយធនាគារអភិវឌ្ឍអាស៊ីបាទដែលកម្ពុជាយើងជាប្រទេសមួយនៅក្នុងអាស៊ីហ្នឹងត្រូវបានលើកឡើងក្នុងឆ្នាំ2016អញ្ចឹងយើងឃើញថាស្ថាប័នអន្តរជាតិធំទើបនឹងលើកឡើងជាផ្លូវការពីមុនធ្លាប់ដែរមានន័យថាមុនឆ្នាំដែលខ្ញុំបានលើកឡើងហ្នឹងនៅរង្វង់ឆ្នាំ2000មក2010ហ្នឹងក៏មានការលើកឡើងខ្លះដែរប៉ុន្តែមិនទាន់ពេញលេញមិនទាន់បានកំណត់នៅនិយមន័យជាផ្លូវការសម្រាប់ឲ្យយើងប្រើប្រាស់បាទអញ្ចឹងសួរថាតើនិយមន័យពីស្ថាប័នអន្តរជាតិទាំងប៉ុន្មានដែលខ្ញុំបានលើកឡើងនេះបានកំណត់ភាពធន់សេដ្ឋកិច្ចហ្នឹងយ៉ាងដូចម្តេចខ្លះនៅក្នុងនោះបើទោះបីជាមានការខុសប្លែកគ្នាខ្លះបាទក៏ប៉ុន្តែខ្ញុំបានសង្ខេបខ្ញុំបានសន្និដ្ឋាននៅចំណុចរួមចំនួន3នៃពាក្យថាភាពធន់សេដ្ឋកិច្ចទី1គឺជាសមត្ថភាពនៅក្នុងការទប់ទល់បាទគឺថាទប់ទល់ទៅនឹងស្ថានភាពដ៏លំបាកទី2គឺសមត្ថភាពនៅក្នុងការសម្របខ្លួនបាទភាពបត់បែនការសម្របខ្លួននិងទី3គឺការស្ដារឡើងវិញបាទនឹងការស្ដារឡើងវិញអញ្ចឹង3ចំណុចសំខាន់នេះយើងអាចទាញសេចក្តីសន្និដ្ឋានពីនិយមន័យពីស្ថាប័នអន្តរជាតិដើម្បីកំណត់ថាអ្វីទៅជាភាពធន់សេដ្ឋកិច្ចនៅកន្លែងនេះខ្ញុំសូមទាញត្រឡប់ទៅក្រោយបន្តិចអំពីពាក្យថាភាពធន់បាទភាពធន់នៅក្នុងវចនានុក្រមរបស់យើងគឺជាការអត់ធ្មត់ការស៊ូទ្រាំការទប់ទល់ក៏ប៉ុន្តែពាក្យធន់នេះនៅក្នុងភាសាអង់គ្លេសប្រដូចយើងលើកពីស្ថាប័នអន្តរជាតិអំបញ្ញមិញអញ្ចឹងយើងផ្ដើមចេញពីភាសាអង់គ្លេសដែលយើងហៅថា economic resilience ដែលពាក្យថា resilience នេះមកពីភាសាឡាតាំងបាទមកពីភាសាឡាតាំង resiliere បាទ resiliere ដែលជាភាសាឡាតាំងមានន័យថាការវិលត្រឡប់កន្លែងនេះគឺការវិលត្រឡប់មកស្ថានភាពដើមនិងបន្តវឌ្ឍនភាពទៅមុខបាទជាភាសាឡាតាំងឬជាភាសាអង់គ្លេស resilient បាទ resilient ហើយចំណុចមួយទៀតគឺខ្ញុំចង់លើកថាភាពធន់នេះតាមពិតមិនមែនទៅមានក្នុងឆ្នាំ2010ដូចដែលបានលើកឡើងនោះទេតាមពិតទៅមុននឹងបន្តិចបាទមុននឹងបន្តិចប្រហែលជា30ឆ្នាំមុនគឺនៅក្នុងឆ្នាំ1973យើងឃើញថាលោក Holding គាត់បានលើកអំពីពាក្យថាភាពធន់នេះក៏ប៉ុន្តែនៅក្នុងវិស័យផ្សេងគឺនៅក្នុងប្រព័ន្ធ ecology ចង់សំដៅទៅលើភាពធន់នៃធម្មជាតិចំពោះហានិភ័យដែលកើតមានឡើងបាទហានិភ័យដែលកើតមានឡើងហើយនៅក្នុងបុព្វកាលរបស់មនុស្សដោយសារតែសង្គមមនុស្សសហគមន៍មនុស្សខ្វះនូវភាពធន់នេះទើបសហគមន៍មនុស្សត្រូវផ្លាស់ប្ដូរពីទីកន្លែងមួយទៅទីកន្លែងមួយរហូតដល់មានចេញពីឥណ្ឌាចេញពីចិនចេញពីតំបន់សម័យបុរាណផ្សេងៗហ្នឹងមកដល់អាស៊ីអាគ្នេយ៍របស់យើងផងដែរដោយសារតែគាត់ត្រូវស្វែងរកទីកន្លែងសម្រាប់អាចដោះស្រាយនូវជីវភាពរបស់ពួកគាត់ដោយសារតែគាត់មិនបានកសាងភាពធន់តែគាត់ផ្លាស់ទីទៅរកកន្លែងដែលគាត់អាចរស់នៅបាននឹងសូមបន្ថែមចំណុចចុងក្រោយបន្តិចតាក់ទងទៅនឹងពាក្យថាភាពធន់សេដ្ឋកិច្ចកន្លែងនេះអញ្ចឹងសេដ្ឋកិច្ចយើងអាចសំដៅទៅដល់កម្រិតឬក៏លក្ខខណ្ឌនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងវិបុលភាពនៃសង្គមអាហ្នឹងជានិយមន័យនៃសេដ្ឋកិច្ចជាសង្ខេបបាទរីឯភាពធន់មានន័យថាដែលយើងអាចធន់នឹងបញ្ហាផ្សេងៗហើយធានានិរន្តរភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋនិងសង្គមបន្តទៅមុខទៀតបាទសូមអរគុណបាទសូមអរគុណលោកបណ្ឌិតដែលបានបកស្រាយយ៉ាងច្បាស់លាស់ក៏ដូចជាក្បោះក្បាយបន្ថែមទាំងជាមួយនឹងលើកឧទាហរណ៍បាទលើកឧទាហរណ៍ពេលខ្ញុំសើចតែម្ដងបាទលោកបណ្ឌិតបានបកស្រាយថាភាពធន់នៃសេដ្ឋកិច្ចនេះគឺមាន3សំខាន់បាទទី1ការទប់ទល់ទី2ការសម្របខ្លួននិងការស្ដារឡើងវិញយើងបន្ថែមទៅលើសំណួរនឹងតែម្ដងប្រទេសកម្ពុជារបស់យើងបានជួបរងជាមួយនឹងហានិភ័យកន្លងទៅបងប្អូនទាំងអស់គ្នាបានដឹងហើយកាលពីឆ្នាំ2019គឺយើងជួបជាមួយនឹងកូវីដចប់សពគ្រប់ចូលមកសង្គ្រាមរុស្ស៊ីជាមួយយូក្រែនដែលធ្វើឲ្យមានការឡើងប្រេងថ្លៃ
ហើយកន្លងទៅការពីថ្មីការពីឆ្នាំមុននេះជួបជាមួយនឹងសង្គ្រាមពាណិជ្ជកម្មហើយជួបជាមួយនឹងចំនួនព្រំដែនជាមួយកម្ពុជាថៃហើយសប្តាហ៍ថ្ងៃនេះផ្ទាល់យើងកំពុងតែរងគ្រោះពីហានិភ័យនៃសង្គ្រាមអាមេរិកជាមួយអ៊ុរ៉ង់ដែលមកពីបញ្ហាប្រេងតើចង់សួរលោកបណ្ឌិតថាតើកន្លែងនេះកម្ពុជាអាចបញ្ជាក់ពីភាពធន់របស់យើងយ៉ាងណាដែរតកតងជាមួយនឹងជួបភ្លៀងកន្លងទៅយ៉ាងហើយយើងនៅតែរក្សាបានកំណើនជាប្រចាំដែរបាទសូមជម្រាបលោកបណ្ឌិត បាទសូមអរគុណចំពោះសំណួរនេះហើយក៏ជាសំណួរមួយដែលមានបច្ចុប្បន្នភាពបាទហើយសមស្របទៅនឹងស្ថានភាពជាក់ស្ដែងជាជាងការលើកពីប្រវត្តិសាស្ត្របាទដូចអ្នកសម្របសម្រួលកម្មវិធីក៏ដូចជាបងប្អូនទាំងអស់គ្នាបានដឹងហើយពីរយៈពេលចុងក្រោយប្រហែលជា6ឆ្នាំចុងក្រោយនេះពិសេសយើងផ្ដើមចេញពីវិបត្តិសុខភាពសាធារណៈជាសកលហើយកម្ពុជាយើងនៅក្នុងឆ្នាំ2020ហើយបន្ទាប់មកយើងឃើញថាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនហើយខ្ញុំបានចាំថានៅពេលនោះធ្វើឲ្យតម្លៃប្រើប្រាស់មួយចំនួនមានការកើនឡើងក្នុងរយៈពេលខ្លីហើយក៏បានត្រឡប់មកជាប្រក្រតីឡើងវិញប៉ុន្តែយើងឃើញថានៅឆ្នាំចុងក្រោយនេះឆ្នាំ2025នេះបាទកម្ពុជាទទួលរងនៅបញ្ហានៅអតិពលដោយផ្ទាល់ចំពោះខ្លួនឯងតែម្ដងគឺចំនួនរវាងកម្ពុជាហើយនិងប្រទេសថៃបាទប្រទេសថៃដែលមានអតិពលឬក៏គម្រាមកំហែងទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាហើយនឹងមួយទៀតថ្មីនេះគឺតាក់ទងនឹងសង្គ្រាមមជ្ឈិមបូព៌ាបាទកម្ពុជាជាពិសេសដូចបានលោកដែលអ្នកសម្របកម្មវិធីសម្រួលកម្មវិធីដែលបាននឹកឡើងអំពីបញ្ហានៃថ្លៃធម្មពលក៏និយាយចំគឺប្រេងសាំងតែម្ដងបាទពីព្រោះអាប្រេងសាំងនេះវាពាក់ព័ន្ធទៅនឹងជីវភាពបាទជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅទាំងនិយាយចំអ្នកដែលមានអ្នកមិនសូវមានមន្ត្រីរាជការកសិករទាំងអស់គ្នាគឺប៉ះពាល់ទាំងអស់គ្នាបាទអញ្ចឹងកន្លែងនេះខ្ញុំគិតតែលើកជាសាវតាដើម្បីទាញមកថាយើងទទួលរងនៅការលំបាកអ្វីខ្លះបាទការលំបាកអ្វីខ្លះហើយតបទៅនឹងសំណួរដែលថាតើយើងកម្ពុជាយើងបានបង្ហាញភាពធន់របស់ខ្លួនយ៉ាងណាខ្លះបាទនៅក្នុងរយៈពេលចុងក្រោយនេះបាទតាមរយៈស្ថានភាពចុងក្រោយនេះតាក់ទងនឹងតម្លៃប្រេងយើងឃើញថាកម្ពុជារដ្ឋាភិបាលកម្ពុជាបានបន្តការគ្រប់គ្រងនៅមានកម្រិតល្អប្រសើរតាមការវិតម្លៃតាមការយល់ឃើញរបស់ខ្ញុំទី1បានអំពាវនាវឲ្យអ្នកផ្គត់ផ្គង់ប្រេងទាំងអស់ចូលរួមជាមួយនឹងរដ្ឋាភិបាលនិងផ្ដល់ការផ្គត់ផ្គង់ប្រេងដល់អ្នកប្រើប្រាស់និយាយចំគឺប្រជាពលរដ្ឋនឹងនៅតម្លៃមួយដែលសមស្របបាទហើយទី2រដ្ឋាភិបាលបានឆ្លើយតបយ៉ាងទាន់ពេលវេលាពិសេសបានចេញសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីកាត់បន្ថយអត្រាពន្ធអាករលើតម្លៃបន្ថែមដើម្បីជួយសម្រួលបាទដើម្បីជួយសម្រួលឲ្យតម្លៃប្រេងដែលត្រូវបានលក់ចេញទៅកាន់អ្នកប្រើប្រាស់ចុងក្រោយហ្នឹងនៅមានកម្រិតទាបបាទនៅមានកម្រិតទាបប៉ុន្តែសួរថាអាកម្រិតទាបហ្នឹងវាប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋទេប៉ះបាទជាការពិតប៉ះបាទហើយឧទាហរណ៍ដូចខ្ញុំផ្ទាល់ខ្លួនឯងដូចគ្នាដែរបាទព្រោះខ្ញុំក៏ប្រើប្រាស់យានជំនិះដែលប្រើប្រាស់ដោយធម្មពលប្រេងសាំងផងដែរបាទក៏ប៉ុន្តែយើងក៏អត់អាចយកតែការប៉ះនឹងឬក៏ការកើនឡើងថ្លៃនឹងដោយដាក់សម្ពាធថានេះជាចំណុចខ្សោយរបស់យើងមិនមែនទេបាទមិនមែនទេដូចដែលខ្ញុំលើកពីឧទាហរណ៍ពីខាងដើមអញ្ចឹងថាខ្ញុំដើរហាក្តៅហើយមិត្តភក្តិខ្ញុំថាមិនបានលោកផល្លាអត់ពាក់មួកហើយក្រោយមកគាត់ដឹងរឿងគាត់ថាលោកផល្លាធន់នឹងកម្ដៅប៉ុន្តែសួរថាខ្ញុំក្តៅទេក្តៅតែក្តៅមុំដៅតិចតួចហើយដើរបានដោយមិនចាំបាច់ពាក់មួកហើយនឹងមិនមានហានិភ័យអញ្ចឹងជាក់ស្ដែងថ្លៃប្រេងយើងពិតជាកើនឡើងមែនតែដូចបានលើកឡើងពីខាងដើមមុននេះបន្តិចថារដ្ឋាភិបាលបានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមបាទជាពិសេសគឺអ្នកដែលផ្គត់ផ្គង់ប្រេងទី2រដ្ឋាភិបាលបានឆ្លើយតបឲ្យបានទាន់ពេលវេលាតាក់ទងទៅនឹងការបន្ធូរបន្ថយតម្លៃពន្ធអាករដើម្បីបន្ធូរបន្ថយតម្លៃលក់ជូនបងប្អូនប្រជាពលរដ្ឋហើយរដ្ឋាភិបាលនៅតែបន្ត
ការទូតសេដ្ឋកិច្ចរបស់ខ្លួនដើម្បីធានាការគ្រប់គ្រងបាទការគ្រប់គ្រងហើយរហូតមកដល់ការនិយាយមកដល់កន្លែងនេះក៏ខ្ញុំសូមបញ្ជាក់ដែរថាកម្ពុជាក៏ដូចជាប្រទេសលើពិភពលោកគឺយើងប្រកាន់យកនៅសេដ្ឋកិច្ចបើកចំហបាទស្ទើរតែទាំងអស់លើពិភពលោកលើកលែងតែប្រទេស2 3ប៉ុណ្ណោះដែលមានលក្ខណៈជាសេដ្ឋកិច្ចបិទអញ្ចឹងពាក្យថាសេដ្ឋកិច្ចបើកចំហនេះមានន័យថាអន្តរពំនាក់អាស្រ័យរវាងប្រទេសមួយនិងប្រទេសមួយទៀតនៅលើពិភពលោកបាទនៅលើពិភពលោកបាទដូច្នេះកម្ពុជាយើងពុំទាន់បានបាទពុំទាន់បានផលិតប្រេងឆៅឬក៏ធម្មពលនេះដោយខ្លួនឯងទេហើយការដែលមិនទាន់បានធ្វើនេះមិនមែនមានន័យថាកម្ពុជានឹងមិនធ្វើទេហើយការដែលមិនទាន់បានធ្វើនេះមិនមែនមានន័យថាកម្ពុជាអសមត្ថភាពទេប៉ុន្តែវាមានរឿងពាក់ព័ន្ធច្រើនទៅទៀតបើមានពេលវេលាខ្ញុំនឹងលើកដោយឡែកដើម្បីយកមកធ្វើការបញ្យល់បាទអញ្ចឹងតាក់ទងនឹងតម្លៃប្រេងនេះទៀតដោយសារវាជាបច្ចុប្បន្នភាពនៃបញ្ហាអញ្ចឹងកម្ពុជានៅបន្តការគ្រប់គ្រងបានហេតុអីបានខ្ញុំថានៅបន្តការគ្រប់គ្រងបានពីព្រោះយើងនៅមានប្រេងនៅមាន gas នៅមានម៉ាស៊ីនចាក់តាក់ទងនឹងតម្លៃកើនឡើងខ្លះនឹងដោយសារឥទ្ធិពលនៃអន្តរជាតិបាទឥទ្ធិពលនៃអន្តរជាតិទី1ដោយសារយើងមិនទាន់ផលិតបានប៉ុន្តែកម្ពុជានៅអាចប្រប្រាស់នៅយន្តការផ្សេងៗរួមទាំងយុទ្ធសាស្ត្រការទូតរបស់ខ្លួនដើម្បីឲ្យភាគីដែលជាអ្នកផ្គត់ផ្គង់ប្រេងនៅបន្តផ្គត់ផ្គង់ប្រេងឲ្យកម្ពុជាខ្ញុំនិយាយមកដល់ពេលនេះកន្លែងនេះបច្ចុប្បន្ននេះយើងឃើញថាមិនទាន់មានការខ្វះប្រេងទេខ្ញុំហ៊ាននិយាយប៉ុណ្ណឹងបើទោះបីជាមានស្ថានីយ៍ខ្លះឬបងប្អូនមានការត្អូញត្អែខ្លះស្ថានីយ៍ខ្លះដែលគិតត្រូវឈររងចាំដើម្បីចាក់ខ្លះនេះជាទស្សនវិជ្ជាពិតដែលខ្ញុំបានឃើញហើយខ្ញុំទទួលស្គាល់ថាជាការពិតប៉ុន្តែមិនទាន់មានបញ្ហាក្នុងការខ្វះប្រេងសម្រាប់ប្រើប្រាស់នោះទេបាទហើយគណៈថារដ្ឋាភិបាលបានអំពាវនាវឲ្យយើងជួយសន្សំចៃនេះតាមពិតវិទ្យាសាស្ត្រសេដ្ឋកិច្ចគឺជាវិទ្យាសាស្ត្រនៃការសន្សំចៃកាលណាយើងនិយាយពីសេដ្ឋកិច្ចគឺយើងនិយាយពីសន្សំចៃតាមពិតបើទោះបីជាគ្មានបញ្ហាតម្លៃប្រេងឡើងថ្លៃដូចនេះពេលនេះក៏យើងត្រូវតែសន្សំចៃដែរហើយខ្ញុំចាំឃ្លាមួយច្បាស់ដែលបានលើកឡើងថាសន្សំចៃខ្ពស់រស់បានយូរមិនមែនតែពេលវេលានេះទេបាទមិនមែនតែពេលវេលានេះទេបាទអញ្ចឹងអានេះខ្ញុំលើកអំពីបច្ចុប្បន្នភាពក៏ដូចជាជំហរក៏ដូចជាភាពរឹងមាំមួយរបស់កម្ពុជាហើយនៅបន្តកាត់ខំប្រឹងប្រែងជាមួយគ្នាទៀតដើម្បីអាចដោះស្រាយនៅបញ្ហានេះរួមគ្នាបាទអានេះខ្ញុំទើបនឹងលើកមួយចំណុចតាក់ទងទៅនឹងការឆ្លើយតបជាមួយនឹងពាក្យថាភាពធន់ដែលកម្ពុជាបានបង្ហាញកាលពី COVID យើងបើយើងពិនិត្យមើលទៅលើផលិតផលក្នុងស្រុកសរុបកម្ពុជាពិតជាថមថយនៅសេដ្ឋកិច្ចនៅ3.1% បាទ 3.1% នេះបើតាមធនាគារAdvertising បាទថមថយហើយសួរខ្ញុំថាចុះបើថមថយមិនបានកម្ពុជានៅតែមានកម្រិតនៃភាពធន់បាទពីព្រោះនៅពេលនោះមិនមែនតែកម្ពុជាទេដែលខ្ញុំលើកខាងដើមថាវិបត្តិសុខភាពសាធារណៈជាសកលបាទវិបត្តិសុខភាពសាធារណៈសកលគឺសកលលោកមិនមែនតែកម្ពុជាទេហើយប្រទេសដែលមានភាពធន់ខ្សោយបាទប្រទេសដែលមានភាពធន់ខ្សោយបានប្រកាសនៅក្នុងការអស់លទ្ធភាពសំបំណុលសាធារណៈក៏ដូចជាអន្តរជាតិប៉ុន្តែកម្ពុជាអត់ឈានដល់កម្រិតហ្នឹងទេបើទោះបីជាយោងទៅតាមទិន្នន័យរបស់ធនាគារAdvertisingយើងមានការថមថយសេដ្ឋកិច្ច 3.1% ក៏ពិតមែនក៏ប៉ុន្តែបណ្ដាប្រទេសមួយចំនួនទៀតរួមទាំងក្នុងអាស៊ីមានការថមថយសេដ្ឋកិច្ចខ្ពស់ជាងយើងរហូតដល់ 5-8% បាទតែយើងថមថយត្រឹមតែ 3.1% នេះជាសមត្ថភាពមួយដែលខ្ញុំចង់លើកយកនៅផលិតផលក្នុងស្រុកសរុបដែលជាទិន្នផលរួមដើម្បីឲ្យងាយយល់បាទថាយើងថមថយប៉ុណ្ណឹងប៉ុន្តែមានបណ្ដាប្រទេសមួយចំនួនទៀតរួមទាំងក្នុងអាស៊ីដែលមានការថមថយរហូតដល់ 5-8% តាក់ទងទៅនឹងការសម្របខ្លួនបាទការសម្របខ្លួនព្រោះមិញយើងនិយាយអំពីការទប់ទល់បាទនិយាយពីការទប់ទល់ហើយឥឡូវការសម្របខ្លួនខ្ញុំបានប្រើឃ្លាមួយថាការសម្របខ្លួនលើចក្ខុវិស័យដែលមានស្រាប់បាទ
ក្នុងប្រក្រតីភាពថ្មីចក្ខុវិស័យដែលមានស្រាប់ចក្ខុវិស័យប្រទេសកម្ពុជាមានចំនួនខ្ពស់ក្នុងឆ្នាំ2050ក្នុងប្រក្រតីភាពថ្មីពាក្យថាប្រក្រតីភាពថ្មីមានន័យថាធ្វើវាឲ្យទៅជាស្ថានភាពដើមដោយនិយមន័យនៃភាពធន់ឬពាក្យឡាតាំងថាresilience បាទឬក៏អង់គ្លេសថា resilient ខ្មែរថាភាពធន់គឺការវិលត្រឡប់ទៅភាពដើមបាទការវិលត្រឡប់ទៅភាពដើមអញ្ចឹងយើងឃើញថាជួបវិបត្តិក្នុងឆ្នាំ2020តែ2026សំទោស2021បាទ2021បើយើងពិនិត្យមើលទៅលើផលិតផលក្នុងសរុបដែលយើងហៅកាត់ថា GDP យើងបានកើនឡើងវិញយ៉ាងឆាប់រហ័សគឺ 3% អត្រាកំណើនសេដ្ឋកិច្ចរបស់យើងកើនបាន 3% ក្នុងឆ្នាំ2021បាទអញ្ចឹងយើងឃើញយើងជួបវិបត្តិដ៏ខ្លាំងក្នុងឆ្នាំ2020ហើយយើងទប់ចំហបានហើយយើងបន្តងើបឡើងវិញគឺ 3% ក្នុងឆ្នាំ2021ហើយនឹង 5.2% អត្រាកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ2022 5% ជាអត្រាកំណើនក្នុងឆ្នាំ2023និងបន្តកើនឡើង 4.9% បាទនៅក្នុងឆ្នាំ2000នឹងបន្តកើនឡើង 6% បាទសូមអធិស្ឋាន 6% ក្នុងឆ្នាំ2024បាទ 4% 4.9% បាញ់មិញហ្នឹងគឺជាការប៉ាន់ស្មានកំណើនក្នុងឆ្នាំ2025ដែលយើងប្រឈមជាមួយនឹងវិបត្តិភូមិសាស្ត្រនយោបាយជាសកលភូមិសាស្ត្រនយោបាយក្នុងតំបន់យើងមើលគោលនយោបាយចិនទី1ជាមួយនឹងតៃវ៉ាន់យើងមើលជប៉ុនជាមួយនឹងចិនអំពីចំនួននៅក្នុងតំបន់ហើយយើងមើលអំពីចំនួនខ្លួនយើងផ្ទាល់ជាមួយនឹងប្រទេសថៃអំពីបញ្ហាព្រំដែនប៉ុន្តែត្រូវបានធនាគារអាវ៉ាត់អាស៊ីចុះកាលពីខែកញ្ញាឆ្នាំ2025បន្តកើនឡើង 4.9% ក្នុងឆ្នាំ2025នេះនិងបន្តកើនឡើងរង្វង់ 5% ក្នុងឆ្នាំ2026អញ្ចឹងអានឹងបញ្ជាក់អំពីការសម្របខ្លួននិងការងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជាទាំង3ចំណុចនេះវាបានឆ្លុះបញ្ចាំងថាភាពរឹងមាំរបស់កម្ពុជាបើទោះបីមិនឈានដល់កម្រិតខ្ពស់បំផុតបើទោះបីមិនទាន់ឈានទៅដល់នីអាស៊ីដែលយើងហៅថាសិង្ហបុរីឬក៏មហាអំណាចធំក៏ពិតមែនតែយើងតូចយើងកសាងបាទយើងកសាងក្នុងវិថី20ឆ្នាំក្រោយសង្គ្រាមស៊ីវិលពីការចាប់ផ្ដើមរហូតដល់ការងើបឡើងដែលមានអត្រាកំណើនសេដ្ឋកិច្ចរង្វង់ 7% ជាមធ្យមក្នុងរយៈពេល20ឆ្នាំដោយសារតែយើងមានគោលនយោបាយយើងមានចក្ខុវិស័យនិងមានយុទ្ធសាស្ត្រដ៏ត្រឹមត្រូវទើបយើងអាចដើរ20ឆ្នាំដែលមានអត្រាកំណើនសេដ្ឋកិច្ចជាង 7% ក្នុងមួយឆ្នាំនិងអាចទប់ទល់នៅស្ថានភាពដ៏លំបាករយៈពេល5ឆ្នាំចុងក្រោយដោយដែលខ្ញុំបានលើកឡើងនាពេលនេះបាទចាប់អារម្មណ៍ទៅលើតកតងជាមួយនឹងតម្លៃប្រេងតិចលោកបណ្ឌិតបានលើកឡើងពីតម្លៃប្រេងដែលវាមានបញ្ហាជាសកលធម្មតានៅពេលដែលតម្លៃប្រេងកើនឡើងអតិផរណានឹងកើនឡើងពីព្រោះការដឹកជញ្ជូនការស្អីៗទាំងអស់នឹងឡើងថ្លៃកន្លែងនេះចង់សួរលោកបណ្ឌិតថងថាធម្មតាយើងធ្លាប់តែទិញរបស់មួយតម្លៃ$1ចុះឧទាហរណ៍លោកបណ្ឌិតបាទ$1ដល់ទៅពេលតែប្រេងឡើងថ្លៃទាំងគឺគាត់ឡើងថ្លៃប៉ុន្តែអាកម្រិតនៃការចំណេញរបស់គាត់នៅតែដដែលកន្លែងនេះលោកបណ្ឌិតអាចបញ្យល់បានទេថាតើយើងគួរធ្វើរបៀបម៉េចទប់របៀបម៉េចដើម្បីកុំឲ្យពីព្រោះថាឧទាហរណ៍ថាប្រាក់ខែឧទាហរណ៍ថាប្រាក់ខែរបស់បុគ្គលម្នាក់គាត់ប្រាក់ខែ$300ចុះការចំណាយរបស់គាត់$150អញ្ចឹងគាត់សល់$100 $50សម្រាប់ប្រើប្រាស់marginចំណេញរបស់គាត់សល់ណាដល់ទៅពេលសាំងឡើងថ្លៃអញ្ចឹងអាការចំណាយរបស់គាត់ទាំងអស់ពី150ហ្នឹងឡើងទៅដល់180ទៅ190គណៈពេលដែលប្រាក់ខែរបស់គាត់អត់ទាន់ឡើងទេកន្លែងនេះលោកបណ្ឌិតអាចមានជាទស្សនៈទានយ៉ាងម៉េចដែរតកតងជាមួយនឹងអតិផរណាផងដែរបាទសូមជម្រាបបាទសូមអរគុណចំពោះសំណួរមួយនេះបាទតកតងទៅនឹងអតិផរណាបាទហើយមុននឹងឈានទៅដល់ការឆ្លើយសំណួរក៏ដូចជាបញ្ហាអំពីការឡើងថ្លៃនៃប្រេងសាំងនេះខ្ញុំសូមបញ្ជាក់ខ្លីសិនថាអ្វីទៅជាអតិផរណាបាទក៏ប្រហែលជាអាចបងប្អូនយើងខ្លះបាទដែលលោកមិនទាន់បានយល់ឲ្យបានស៊ីជម្រៅអំពីអតិផរណាអតិផរណាគឺជាការកើនឡើងនៃថ្លៃទំនិញនិងសេវាជាទូទៅហើយអាចត្រូវបានវាស់ក្នុងរយៈពេល1ឆ្នាំបាទអញ្ចឹងនិយាយឲ្យចំគឺទំនិញឡើងថ្លៃទំនិញនិងសេវាឡើងថ្លៃ
ហើយដូចសំណួរបានលើកឡើងអញ្ចឹងព្រោះធម្មតាទេប្រាក់ខែយើងមិនមានការឡើងភ្លាមទេបាទប្រាក់ខែយើងមិនការឡើងភ្លាមទេហើយបើបងប្អូនដែលជាអាជីវករវិញមិនមានត្រឹមតែមិនកើនឡើងទេប្រហែលជាអាចប៉ះពាល់ទៅដល់កម្រិតចំណូលទៀតដោយសារតែអ្នកប្រើប្រាស់គឺបងប្អូនប្រជាពលរដ្ឋយើងនឹងលោកមានការលំបាកដោយសារតែប្រេងឡើងថ្លៃដូច្នេះលោកកាត់បន្ថយការប្រើប្រាស់អញ្ចឹងធ្វើឲ្យអាជីវករលក់ក៏អាចនឹងថមថយខ្លះដែរបាទអញ្ចឹងតាមពិតទៅបើជាបច្ចុប្បន្ននេះយើងខ្ញុំតាមដានហើយខ្ញុំស្រាវជ្រាវទាំងឯកសារនិងបណ្ឌិតទៅលើសកម្មភាពប្រចាំថ្ងៃហ្នឹងគឺឃើញថាហាក់ដូចជាមិនទាន់ជាប៉ះពាល់ខ្លាំងទេសួរតែប៉ះប៉ុន្តែប៉ះនៅក្នុងកម្រិតមួយដែលមានន័យថាថ្លៃប្រេងបានប្រែប្រួលក្នុងគិតមករហូតមកដល់ឥឡូវក្នុងរង្វង់ប្រហែលជា 30% ហើយបាទក្នុងរង្វង់ប្រហែលជា 30% ដែលសាំង1លីត្រពីមុនជាមធ្យមខ្ទង់ 4000 តិចតួចកាលពីប្រហែលជា3ថ្ងៃមុនគឺនៅក្នុង 5450 ហើយកាលពីម្សិលមិញខ្ញុំបានឃើញផ្លាកនៅតាមក្រាស់សាំងហ្នឹងប្រេងសាំងធម្មតាហ្នឹងថយចុះមកវិញពី 5450 ពី3ថ្ងៃមុនបានត្រឹមម្សិលមិញបានថយចុះមកនៅត្រឹមតែ 5000 វិញបាទអញ្ចឹងយើងឃើញថាមានការប្រែប្រួលអ្វីហើយជាសកលមានការប្រែប្រួលអ្វីហើយដែលរដ្ឋាភិបាលអាចទប់ទល់អាចដោះស្រាយបានក្នុងការគ្រប់គ្រងប្រេងទើបអាចធ្វើឲ្យតម្លៃនេះបានថមថយចុះមកវិញបាទចឹងបកមកវិញថាតើវានឹងប៉ះពាល់ទេបាទជាការពិតណាស់ប៉ះពាល់ក្នុងរយៈពេលខ្លីបច្ចុប្បន្ននិងប៉ះពាល់ក្នុងរយៈពេលមធ្យមនឹងវិញសម្រាប់ស្ថានភាពបច្ចុប្បន្នខ្ញុំយល់ឃើញថានៅក្នុងកម្រិតរយៈពេលខ្លីទេហើយសម្រាប់តម្លៃទំនិញវិញយើងកើនឡើងសាំងមែនប៉ុន្តែថ្លៃទំនិញនិងសេវាដទៃមិនទាន់មានការប្រែប្រួលខ្លាំងទេមិនទាន់មានការប្រែប្រួលខ្លាំងទេដោយដែលបានលើកឡើងពីខាងដើមនៃកម្មវិធីរដ្ឋាភិបាលអំពាវនាវឲ្យភាគីពាក់ព័ន្ធអំពាវនាវឲ្យអ្នកផ្ដល់សេវាផ្សេងៗហ្នឹងខិតខំនៅការរក្សាតម្លៃដើម្បីជួយដល់បងប្អូនអញ្ចឹងជារយៈពេលខ្លីផលប៉ះពាល់មានតែមួយដែរជាចម្បងគឺថ្លៃសាំងឡើងបាទថ្លៃធម្មពលសាំងហ្គាសឡើងប៉ុន្តែតាក់ទងនឹងថ្លៃម្ហូបអាហារអីផ្សេងពីព្រោះខ្ញុំកាលណាយើងនិយាយពីកម្រិតម៉ាក្រូគឺម៉ាក្រូនៅពេលខ្លះយើងត្រូវលើកអំពីផ្នែកខ្លះនៃមីក្រូសេដ្ឋកិច្ចដោយឡែកខ្ញុំក៏ធ្វើម្ហូបដែរបាទអញ្ចឹងខ្ញុំទៅទិញសាច់ជ្រូកខ្ញុំទៅទិញសាច់ទិញបន្លែអីផ្សេងខ្ញុំឃើញថានៅដដែលបាទទាំងតម្លៃនៅលើទីផ្សារធម្មតាហើយពេលខ្លះខ្ញុំចូលម៉ាតបាទខ្ញុំចូលម៉ាតឬក៏ចូលផ្សារទំនើបដើម្បីទិញម្ហូបអាហារបាទអញ្ចឹងខ្ញុំឃើញថាមិនទាន់មានការប្រែប្រួលអីដែលតែគួរឲ្យយកចិត្តទុកដាក់អានេះខ្ញុំនិយាយក្នុងរយៈពេលខ្លីនេះហើយបច្ចុប្បន្ននេះបាទអញ្ចឹងបើសិនជារដ្ឋាភិបាលទប់ទល់បាននាពេលនេះនោះនឹងមិនមានអ្វីកើតឡើងទេហើយយើងសង្ឃឹមហើយយើងដាក់ការជឿទុកចិត្តទៅលើរដ្ឋាភិបាលបន្ថែមទៀតក្នុងការដែលទប់ស្កាត់ក្នុងការដែលការពារប្រកបដោយប្រសិទ្ធភាពដើម្បីធានានូវជីវភាពរបស់ប្រជាពលរដ្ឋជារួមសង្ខេបមកវិញថាក្នុងរយៈពេលខ្លីបច្ចុប្បន្ននេះបងប្អូនយើងមានការប៉ះពាល់មួយចំណែកធំទៅលើថ្លៃប្រេងបាទហើយការកើនឡើងនៃថ្លៃប្រេងនេះក៏មិនមែនជាភាពខ្សោយរបស់យើងទាំងស្រុងដែរបាទពីព្រោះវាជាសេដ្ឋកិច្ចបើកទូលាយគេហៅថា open economy អញ្ចឹងតិចឬច្រើនចង់ឬមិនចង់គឺយើងទទួលរងនៅអត្តពលជាសកលក៏ប៉ុន្តែយើងអាចទប់តម្លៃនៃការកើនឡើងនេះឲ្យកើនឡើងទៀបតាមដែលអាចធ្វើទៅបានហើយរដ្ឋាភិបាលបង្កើនកិច្ចទំនាក់ទំនងអន្តរជាតិដែលខ្ញុំហៅថាយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចដើម្បីឲ្យភាគីដែលជាប្រទេសគ្រប់គ្រងក៏ដូចជាមិត្តបណ្ដាប្រទេសជាមិត្តរបស់យើងហ្នឹងក៏ជួយមួយយើងក្នុងនាមជាប្រទេសមួយដែលទាន់ដែលល្អស្អាតដែលរស់រាយជាមួយនឹងបងប្អូនលើពិភពលោកអញ្ចឹងយើងឃើញថាម្សិលមិញថយចុះពី 5450 មកត្រឹមតែ 5000
ចឹងយើងសង្ឃឹមថានឹងចុះបន្តទៀតជាសង្ខេបបច្ចុប្បន្នយើងប៉ះតែតម្លៃសាំងរីឯតម្លៃផ្សេងទៀតខ្ញុំពុំទាន់ឃើញមានការកើនឡើងទេថ្លៃអគ្គិសនីពុំទាន់មានការឃើញកើនឡើងទេអញ្ចឹងយើងយល់ឃើញថានៅមានកម្រិតល្អមួយដែរទេបាទសូមអរគុណបាទសូមអរគុណលោកបណ្ឌិតតែនេះអាចនិយាយថាវាជាភាពធន់មួយបាទនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរតើតើជាមួយនឹងការវាស់វែងនេះលោកបណ្ឌិតតើពាក្យថាភាពធន់ដែលលោកបណ្ឌិតលើកឡើងនេះតើគេមានវិធីសាស្ត្រអ្វីខ្លះក្នុងការវាស់វែងពាក្យថាភាពធន់របស់កម្ពុជាផងដែរបាទបាទបើយោងទៅតាមការស្រាវជ្រាវរបស់ខ្ញុំហើយជាពិសេសក្នុងនាមខ្ញុំជាគ្រូបង្រៀនហើយក៏ជាអ្នកសិក្សាស្រាវជ្រាវខ្ញុំតែងតែចូលលើទិន្នន័យរបស់ស្ថាប័នមានសមត្ថកិច្ចហើយក៏ជាស្ថាប័នជាតិនិងអន្តរជាតិរួមបញ្ចូលគ្នាហើយតាមការស្រាវជ្រាវកន្លងមកយើងពុំទាន់ឃើញមានបាទពុំទាន់ឃើញមានស្ថាប័នទាំងធនាគារពិភពលោកក្តីទាំងអង្គការសហប្រជាជាតិក៏ដូចជាធនាគារអបតអាស៊ីដែលបានចេញជាសន្ទុះឬក៏ការវាយតម្លៃកម្រិតភាពធន់ជាបរិមាណវិស័យឲ្យបានច្បាស់លាស់ឬចាត់ថ្នាក់ប្រទេសនៅឡើយទេបាទនៅឡើយទេក៏ប៉ុន្តែបណ្ដាស្ថាប័នទាំងអស់នេះបាក់ទី1បានលើកឡើងអំពីបញ្ញត្តិក៏ដូចជាការកំណត់ឲ្យបានច្បាស់ថាអ្វីជាភាពធន់សេដ្ឋកិច្ចហើយត្រូវដោះស្រាយយ៉ាងដូចម្ដេចហើយនៅក្នុងនោះមានការវិភាគការស្រាវជ្រាវក៏ដូចជាការបង្ហាញអំពីការព្រួយបារម្ភចំពោះភាពធន់សេដ្ឋកិច្ចទាំងកម្ពុជាទាំងពិភពលោកបាទទាំងពិភពលោកតែបែបជាគុណវិស័យបាទបែបជាគុណវិស័យដែលមានន័យថាផ្នែកណាខ្លះដែលអាចប្រឈមនឹងភាពងាយរងគ្រោះផ្នែកណាខ្លះដែលយើងនៅមានភាពរឹងមាំអញ្ចឹងត្រូវបានស្ថាប័នទាំងអស់នោះលើកឡើងនៅក្នុងរបាយការណ៍ផ្សេងៗតាមដែលខ្ញុំសិក្សាស្រាវជ្រាវកន្លងមកបាទជាក់ស្ដែងនៅក្នុងរបាយការណ៍បាទរបាយការណ៍ពិសេសបាទរបស់ធនាគារពិភពលោកបាទរបស់ធនាគារពិភពលោកក្នុងឆ្នាំ2025បានទៅសេនៅឃ្លាមួយបានលើកឡើងនៅឃ្លាមួយបានវាតម្លៃថាសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងស្ថានភាពស្វាហាប់បាទស្វាហាប់ប៉ុន្តែមិនស្មើគ្នាអញ្ចឹងនៅពេលដែលយើងឃើញការវាតម្លៃរបស់ធនាគារពិភពលោកថាកម្ពុជាមានសេដ្ឋកិច្ចមួយដែលស្វាហាប់អញ្ចឹងយើងបានយល់ហើយពាក្យថាស្វាហាប់ណាមឹមមូតរហ័សរហួនខ្លាំងក្លាបានស្វាហាប់កើតបើអ្នកមានជំងឺបើអ្នកសុខភាពខ្សោយស្វាហាប់មិនបាទអញ្ចឹងឃ្លាដែលធនាគារពិភពលោកបានសរសេរថាកម្ពុជាមានសេដ្ឋកិច្ចមួយដែលស្វាហាប់មានន័យថាកម្ពុជាបន្តភាពរឹងមាំរបស់ខ្លួននៅក្នុងវិបត្តិផ្សេងៗហើយបន្តកើនឡើងយ៉ាងឆាប់រហ័សហើយនៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកកន្លែងនេះដែលបានបន្ថែមថាប៉ុន្តែមិនស្មើគ្នានឹងចង់សម្ដៅទៅដល់វិស័យមួយដែលជាខឿនសេដ្ឋកិច្ចរបស់កម្ពុជានឹងពុំទាន់បានកើនឡើងស្របគ្នាឬក៏កើនឡើងទាំងព្រមទាំងអស់ហើយជាក់ស្ដែងឧទាហរណ៍ថាវិស័យទេសចរបើទោះបីជាមានការកើនឡើងក៏ប៉ុន្តែមិនទាន់មានកម្រិតមួយដែលខ្ពស់ជាងកាលមុនជួបវិបត្តិទេបាទយើងកើនឡើងធៀបនឹងឆ្នាំ2020ការនាំចេញក៏យើងប្រឈមដែលវិស័យពីរនេះវាមានភាពផុយស្រួយដោយសារតែសេដ្ឋកិច្ចចំហបាទក៏ប៉ុន្តែយើងឃើញថាវិស័យមួយចំនួនទៀតគឺវិស័យកសិកម្មកម្ពុជាមានភាពធន់បាទកម្ពុជាមានភាពធន់កម្ពុជាបន្តកើនឡើងនៅទិន្នផលកសិកម្មហើយនឹងជំរុញការនាំចេញស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលនិងការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាកសិករយើងកន្លែងនេះខ្ញុំចង់បញ្ជាក់ថាពេលដែលខ្ញុំបង្រៀនសិស្សខ្ញុំតែងបើកមុខកញ្ចក់នេះថាកសិកម្មមិនអាចឲ្យកម្ពុជាក្លាយជាមហាអំណាចជាពិសេសកសិកម្មដូចបច្ចុប្បន្នរបស់កម្ពុជាប៉ុន្តែកសិកម្មអាចចិញ្ចឹមប្រជាពលរដ្ឋកម្ពុជាបានរស់ពេញមួយប្រទេសបានបាទដូច្នេះវិស័យកសិកម្មនេះមួយរដ្ឋាភិបាលណាបានហើយបាននឹងកំពុងហើយប៉ុន្តែសូមឲ្យរដ្ឋាភិបាលហ្នឹងផ្ដោតការយកចិត្តជាចម្បងទៀតពីព្រោះកសិកម្មរបស់កម្ពុជាយើងមានសក្តានុពលទៅលើបរិយាកាសធម្មជាតិទៅលើបញ្ហាធនធានធម្មជាតិដីធ្លីដែលមានជីជាតិទៅតាមតំបន់ដាំដំណាំបានច្រើនមុខ
ដូច្នេះទាំងនេះហើយដែលជាហេតុផលតាមការវាយតម្លៃថាវិស័យកសិកម្មរបស់កម្ពុជាមានភាពធន់និងកើនឡើងបានច្រើនបានល្អប្រសើរអញ្ចឹងពាក្យថាមិនស្មើគ្នានេះដោយសារវិស័យមួយចំនួននៅងើបឡើងដែរតែងើបឡើងតិចងើបឡើងដែរក៏ប៉ុន្តែមិនទាន់ស្ទុះអីខ្លាំងជាក់ស្ដែងគឺវិស័យទេសចរហើយនិងវិស័យក្នុងការនាំចេញរបស់យើងបាទ បាទសូមអរគុណលោកបណ្ឌិតតើលោកបណ្ឌិតយល់យ៉ាងណាដែរសម្រាប់សេដ្ឋកិច្ចកម្ពុជាថាយើងមានភាពធន់កម្រិតណាដែរបាទ តកតងទៅនឹងចំណុចនេះក៏ដូចជាសំណួរមុនដែលតកតងទៅនឹងវិធីសាស្ត្រនៅកន្លែងនេះខ្ញុំបានសាកល្បងបាទដូចខ្ញុំបានលើកឡើងអញ្ចឹងថាពុំទាន់មានជាការកណនីសន្ទុះឬការវាយតម្លៃដោយស្ថាប័នអន្តរជាតិធំឬការចាត់ថ្នាក់ប្រទេសនោះទេត្រឹមតែមានការលើកឡើងអំពីគុណនិស្ស័យអញ្ចឹងខ្ញុំបានសាកល្បងប្រើប្រាស់នៅវិធីសាស្ត្រចម្រុះបាទវិធីសាស្ត្រចម្រុះដែលផ្ដោតទៅលើកត្តា3គឺទី1កត្តាប៉ះពាល់បាទទៅលើកត្តាទី1គឺកត្តាការប៉ះពាល់គឺការប៉ះពាល់ពីការរំខានការប៉ះពាល់អំពីបញ្ហាទាំងក្នុងទាំងក្រៅប្រទេសបាទហើយនឹងទី2គឺភាពងាយរងគ្រោះបាទភាពងាយរងគ្រោះហើយនឹងទី3គឺតកតងទៅនឹងសមត្ថភាពសម្របខ្លួននៅក្នុងវិធីសាស្ត្រនេះយើងហៅថាវិធីសាស្ត្រចម្រុះដោយប្រើប្រាស់នៅសុចនាករពិសេសម៉ាក្រូសេដ្ឋកិច្ចសំខាន់ទៅជាសន្ទុះរួមមួយដើម្បីធ្វើការវាយតម្លៃយើងរងគ្រោះតិចតួចបាទយើងរងគ្រោះតិចតួចអាទី1មិញយើងមានផលប៉ះពាល់គឺសម្ពាធបាទគឺសម្ពាធបាទសម្ពាធខ្លាំងបាទប៉ុន្តែភាពរងគ្រោះរបស់យើងល្អប្រសើរភាពរងគ្រោះនេះខ្ញុំចង់និយាយថាប៉ះពាល់ផលប៉ះពាល់ខ្លាំងប៉ុន្តែភាពងាយរងគ្រោះយើងបែរជាតិចវិញអានេះបញ្ជាក់ពីសមត្ថភាពរបស់យើងបញ្ជាក់អំពីរចនាសម្ព័ន្ធសេដ្ឋកិច្ចណាបញ្ជាក់អំពីរចនាសម្ព័ន្ធសេដ្ឋកិច្ចដែលយើងកសាងជាមូលដ្ឋានគ្រឹះហ្នឹងវាបានល្អប្រសើរទៅដូចថាអញ្ចឹងដាក់3ដៃឈឺឯងអាចឈឺតិចតួចបាទប៉ុន្តែអត់ដួលទេបាទដោយសារតែដែលយើងកសាងមូលដ្ឋានគ្រឹះរឹងមាំអញ្ចឹងចំណុចទី2ភាពងាយរងគ្រោះយើងតិចតួចបាទមានលក្ខណៈល្អប្រសើរហើយសមាសធាតុទី3តកតងជាមួយនឹងសមត្ថភាពក្នុងការសម្របខ្លួនបាទសមត្ថភាពក្នុងការសម្របខ្លួនយើងយកទិន្នន័យពីមូលធិរូបិយវត្ថុអន្តរជាតិដែលផ្ដោតទៅលើធនបំរុងអន្តរជាតិបាទធនបំរុងអន្តរជាតិហើយនឹងយកទិន្នន័យពីធនាគារពិភពលោកតកតងទៅនឹងអភិបាលកិច្ចរបស់កម្ពុជាយើងកណនីទៅឃើញ 0.58 បាទអញ្ចឹងផលប៉ះពាល់របស់យើង 0.57 ភាពងាយរងគ្រោះរបស់យើង 0.81 ហើយសមត្ថភាពសម្របខ្លួន0.58 យើងធ្វើការកណនីជាមធ្យមទៅយើងឃើញថាសន្ទុះនៃកម្រិតភាពធន់របស់យើង 0.65 អូបាទ 0.65 បាទហើយសួរថាតើអាសន្ទុះ 0.65 នេះស្ថិតនៅកម្រិតណានៃភាពធន់បាទប្រសិនបើយើងយកទៅតាម standard ជា4កម្រិតមានន័យថាយើងវាស់វែងពី0ទៅ30ជាកម្រិតនៃភាពខ្សោយបាទមានន័យថាភាពធន់មានកម្រិតទាបបាទមានកម្រិតទាប0.31 មកដល់ 0.60 បាទជាកម្រិតមធ្យមបាទជាកម្រិតមធ្យមហើយ 0.61 មក 0.80 ជាកម្រិតខ្ពស់ឬយើងអាចហៅបានថាជាកម្រិតខ្ពស់កម្រិតដំបូងបាទហើយពី 0.81 ទៅ1ជាកម្រិតដែលខ្ពស់បំផុតអញ្ចឹងយោងទៅតាមការសាកល្បងកណនីរបស់ខ្ញុំតាមវិធីសាស្ត្រចម្រុះដោយប្រើសុចនាករសេដ្ឋកិច្ចសំខាន់បញ្ចូលទៅជាសន្ទុះរួមតែមួយនៃភាពធន់សេដ្ឋកិច្ចកម្ពុជាហ្នឹងយើងឃើញ 0.65 អញ្ចឹងវាស្ថិតនៅក្នុងកម្រិតមួយគេហៅថាភាពធន់ដែលមានកម្រិតខ្ពស់ដំបូងបាទខ្ពស់ដំបូងបាទសូមអរគុណលោកបណ្ឌិតដែលបានបកស្រាយតកតងជាមួយនឹងកម្រិតភាពធន់របស់ប្រទេសកម្ពុជាដែលមានរហូតដល់ 0.65 បាទមានន័យថាយើងមានភាពធន់
ច្រើនបាទល្អ បាទ បាទលោកបណ្ឌិតបានលើកឡើងអញ្ចឹងលោកបណ្ឌិតបានធ្លាប់ឈរជាមួយនឹងកម្ដៅថ្ងៃជាង20ឆ្នាំបាទដូចឧទាហរណ៍មួយទៀតគឺវាយ3ដែរដួលតើកម្ពុជាមានបទពិសោធន៍យ៉ាងណាបាទពលលោកបណ្ឌិតថាតើតែយើងស៊ូទ្រាំច្រើនណាបានយើងបានភាពធន់ប៉ុណ្ណឹងអញ្ចឹងតើកម្ពុជាយើងមានបទពិសោធន៍យ៉ាងណាខ្លះដែលយើងអាចឈរនៅក្នុងកម្រិតភាពធន់រហូតដល់ 0.65 យ៉ាងនេះផងដែរបាទសូមជឿ បាទសូមបញ្ជាក់ដែរថាកម្រិតឬក៏សន្ទុះនៃភាពធន់ដែលជាការសាក់លបងនៅវិធីសាស្ត្រហើយយើងប្រើប្រាស់នៅទិន្នន័យសំខាន់យកមកធ្វើការកណនានេះយើងស្ថិតនៅក្នុងកម្រិតខ្ពស់ដំបូង 0.65 ហើយដោយឆ្លើយតបទៅនឹងសំណួរដែរអំពីបទពិសោធន៍ឬក៏កម្ពុជាបានខិតខំយ៉ាងណាខ្លះទើបឈានដល់កម្រិតនេះរយៈពេល20ឆ្នាំបាទរយៈពេល20ឆ្នាំមុនការចូលមកដល់មុនការជួបប្រទះទៅនឹងវិបត្តិសុខភាពសាធារណៈជាសកលក្នុងឆ្នាំ2020ភាពមិនប្រកបវិជ្ជាកម្រិតខ្ពស់នៃភូមិសាស្ត្រនយោបាយជាសកលសង្គ្រាមរុស្ស៊ីអ៊ុយក្រែនសង្គ្រាមមជ្ឈិមបូព៌ាបាទក្នុងតំបន់ហើយនឹងចំនួនកម្ពុជាព្រំដែនថៃហើយកម្ពុជានៅតែអាចឈរបានប៉ុណ្ណេះគឺយើងបានឆ្លងកាត់នឹងយើងបានដើរនៅលើវិថីមួយដ៏ត្រឹមត្រូវតាមរយៈគោលនយោបាយក្នុងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាពដែលយើងផ្ដើមចេញពីបើយើងគិតទៅតាមលទ្ធផលនៃផលិតផលក្នុងស្រុកសរុបពីឆ្នាំ2000រហូតដល់ឆ្នាំ2019រយៈពេល20ឆ្នាំនេះយើងឃើញថាអត្រាកំណើនសេដ្ឋកិច្ចជាង 7% ក្នុងមួយឆ្នាំជាមធ្យមហើយក្នុងចន្លោះនោះដែរឃើញថាឆ្នាំខ្លះបាទបើតាមខ្ញុំចាំមិនខុសគឺឆ្នាំ2013យើងមានអត្រាកំណើនសេដ្ឋកិច្ចរហូតដល់ 13% បាទរហូតដល់ 13% អញ្ចឹងជាមធ្យម7ជាង 7% នេះគឺជាកម្រិតមួយដែលល្អប្រសើរណាស់ដែលជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក៏ដូចជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាពីព្រោះកម្ពុជាមួយនេះជារបស់យើងទាំងអស់គ្នាអញ្ចឹងបើយើងបែងចែកជាពីរដំណាក់កាលដំបូងគឺជាដំណាក់កាលផ្ដើមអភិវឌ្ឍចាប់ផ្ដើមអភិវឌ្ឍរយៈពេល10ឆ្នាំដំបូងគឺឆ្នាំ2010បាទគឺទសវត្សរ៍ឆ្នាំ2010នេះគឺយើងជាដំណាក់កាលដំបូងក្នុងការកសាងសេដ្ឋកិច្ចបាទយើងកសាងសេដ្ឋកិច្ចបាទហើយដំណាក់កាលពី2010មក2019នេះយើងចាត់ទុកថាជាដំណាក់កាលនៃភាពប្រសើរឡើងបាទភាពប្រសើរឡើងព្រោះវាជារឿងធម្មតាទេយើងអត់អាចល្អភ្លាមនេះគឺយើងផ្ដើមចេញពីការអភិវឌ្ឍនៅប្រមាណជាមួយទសវត្សរ៍ក្នុងទសវត្សរ៍ឆ្នាំ2010ហើយក្នុងឆ្នាំ2000ហើយចាប់ពី2010មកយើងដោយសារតែយើងមានកំណើនសេដ្ឋកិច្ចហើយជីវភាពប្រជាពលរដ្ឋមានការល្អប្រសើរឡើងតាមរយៈការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជាអញ្ចឹងដំណាក់កាលនៃភាពល្អប្រសើរឡើងនៃសេដ្ឋកិច្ចរបស់យើងក្នុងទសវត្សរ៍ឆ្នាំ2010ហើយទាំងអស់នេះទើបអាចនាំឲ្យយើងឈានទៅដល់សមត្ថភាពក្នុងការទប់ទល់ដោយតែបានលើកឡើងតាំងពីដើមកម្មវិធីអំពីអ្វីដែលជាភាពធន់របស់កម្ពុជាយើងនេះបាទសូមអរគុណលោកបណ្ឌិតយោងតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅចង់សម្រេចឲ្យបាននៅកម្ពុជាមានចំណូលកម្រិតខ្ពស់នៅឆ្នាំ2050តើកម្ពុជាគួរតែពង្រឹងក៏ដូចជាបង្កើនភាពធន់របស់ខ្លួនយ៉ាងដូចម្តេចដើម្បីសម្រេចឲ្យដល់គោលដៅឆ្នាំ2050ផងដែរបាទសូមអរគុណបាទហើយសំណួរនេះក៏តកតងទៅនឹងការវិតម្លៃទៅលើបទពិសោធន៍ទៅលើលទ្ធផលដែលកម្ពុជាសម្រេចបានក៏ព្រមទាំងចក្ខុវិស័យការបដិញ្ញារបស់រាជរដ្ឋាភិបាលរបស់យើងបាទព្រោះខ្ញុំលើករដ្ឋាភិបាលពីព្រោះរដ្ឋាភិបាលគឺជាអ្នកកាច់ចម្កូតរដ្ឋាភិបាលជាអ្នកដែលដឹកនាំដើម្បីឆ្ពោះទៅកាន់ចក្ខុវិស័យមិនមែនមានន័យថារដ្ឋាភិបាលធ្វើម្នាក់ឯងទេតែរដ្ឋាភិបាលជាអ្នកដឹកនាំដែលបងប្អូនទាំងអស់គ្នាគ្រប់ភាគីពាក់ព័ន្ធនឹងចូលរួមអញ្ចឹងដើម្បីអាចឆ្ពោះទៅសម្រេចនៅចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់ជាការស្រាវជ្រាវជាការទាញសេចក្តីសន្តានរួមរបស់ខ្ញុំផ្ដោតទៅលើយុទ្ធសាស្ត្រមួយហើយនឹងសសរស្តម្ភ4យុទ្ធសាស្ត្រមួយគឺសំដៅទៅដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចការធ្វើពិពិធកម្មសេដ្ឋកិច្ច
ប្រកបដោយបរិយាបន្ននិងជីវភាពវិបត្តិកម្មសេដ្ឋកិច្ចតាមពិតកម្ពុជាយើងបានឈរលើភាពចម្រុះនៃខឿនសេដ្ឋកិច្ចហើយដោយសារតែយើងឈរលើភាពចម្រុះទើបវិបត្តិកូវីដឆ្នាំ2020យើងអាចទប់ទល់បានភាពចម្រុះមានន័យថាយើងមានទាំងខឿនសេដ្ឋកិច្ចដែលពឹងផ្អែកលើកសិកម្មលើឧស្សាហកម្មនិងសេវាកម្មនៅក្នុងសេវាកម្មយើងលេចធ្លោជាងគេគឺទេសចរបាទទេសចរណាប៉ុន្តែ2020ទេសចរយើងធ្លាក់ចុះជាកំហុសឬស្ទើរតែស្មើសូន្យបាទតែដល់កម្ពុជាឈរលើភាពចម្រុះទៅកម្ពុជានៅអាចបញ្ឈរអាចឈរយ៉ាងរឹងមាំអាចទប់ទល់បានពីព្រោះយើងនៅមានវិស័យកសិកម្មបាទពីព្រោះយើងនៅមានវិស័យឧស្សាហកម្មនេះហើយដែលយើងចង់និយាយថាជាភាពចម្រុះនៃខឿនសេដ្ឋកិច្ចអញ្ចឹងតាមពិតកម្ពុជាបានឈរលើការធ្វើវិបត្តិកម្មសេដ្ឋកិច្ចហើយប៉ុន្តែខ្ញុំលើកវិបត្តិកម្មសេដ្ឋកិច្ចនៅកន្លែងនេះគឺចង់និយាយអំពីការពង្រឹងនិងពង្រីកឲ្យលឿនបំផុតនៅលើវិបត្តិកម្មសេដ្ឋកិច្ចក្នុងនោះខ្ញុំមានចំណុច2នៅក្នុងការធ្វើវិបត្តិកម្មសេដ្ឋកិច្ចទី1គឺផ្ដោតទៅលើសេដ្ឋកិច្ចមាត្រដ្ឋានសេដ្ឋកិច្ចមាត្រដ្ឋានសេដ្ឋកិច្ចមាត្រដ្ឋាននេះយើងចង់សំដៅទៅដល់ការធ្វើឲ្យដល់កម្រិតមួយបាទការធ្វើឲ្យដល់កម្រិតមួយដើម្បីយើងទទួលបាននៅយើងទទួលបាននៅសក្តិភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ចបាទសេដ្ឋកិច្ចមាត្រដ្ឋាននឹងមានន័យថាយើងធ្វើដល់ទំហំមួយបាទទំហំមួយដើម្បីយើងទទួលបាននៅសក្តិភាពចំណុចនេះខ្ញុំបានស្ដាប់អាដាមរដ្ឋមន្ត្រីខាងក្រសួងរាយនឹងធម្មពលបាទកាលពីប្រហែលសប្តាហ៍មុនតាក់ទងនឹងបញ្ហាធម្មពលដែរបាទតាក់ទងនឹងបញ្ហាធម្មពលដែរហើយខ្ញុំសប្បាយចិត្តហើយខ្ញុំមានទំនោរវិជ្ជមានចំពោះសេដ្ឋកិច្ចកម្ពុជាក៏ដូចជាជាមួយរដ្ឋាភិបាលដែរដែលលោកលើកឡើងអធិស្ឋានបើខុសពេលវេលាតិចតួចដោយសារខ្ញុំបានចាំបាទដោយសារខ្ញុំបានចាំថាបើមិនមានអីប្រែប្រួលទេក្នុងរង្វង់3ឆ្នាំក្រោយយើងនឹងមានឧស្សាហកម្មដែលផលិតប្រេងបាទអញ្ចឹងសួរថាបើដូចជួបបញ្ហាបច្ចុប្បន្ននេះឡើងសាំងប៉ុណ្ណឹងអញ្ចឹងសួរថាបើយើងមានចម្រាញ់ប្រេងអញ្ចឹងមិនមែនជាបញ្ហាសម្រាប់កម្ពុជាទេបាទនេះជាចំណុចមួយដែលល្អប្រសើរបាទអញ្ចឹងប៉ុន្តែលោកលើកឡើងដែរថាកាលមុនមានយើងមិនចង់ធ្វើទេយើងចង់ធ្វើដែរប៉ុន្តែសមត្ថភាពរបស់កម្ពុជាក៏ដូចជាវិនិយោគទុនពីព្រោះយើងមិនមែនធ្វើយើងទាំងស្រុងទេបាទសេដ្ឋកិច្ចបើកចំហសេដ្ឋកិច្ចទីផ្សារមូលធននិយមបាទអញ្ចឹងទេក៏យើងពឹងទៅលើដៃគូក្នុងការអភិវឌ្ឍប៉ុន្តែដោយសារតែទំហំបាទទំហំនៃការប្រើប្រាស់ឬក៏ទំហំនៃការផលិតរបស់យើងនឹងវាអត់ទាន់ដល់កម្រិតបាទអញ្ចឹងកម្ពុជាត្រូវផ្ដោតទៅលើសេដ្ឋកិច្ចមាត្រដ្ឋានដែលយើងហៅថា economic scale ហើយនឹងទី2កម្ពុជាត្រូវផ្ដោតទៅលើវិសារភាពនៃសេដ្ឋកិច្ចដែលហៅថា economic scope បាទដែលយើងហៅថា economic scope នៅកន្លែងនេះដែលចង់មានន័យថាកម្ពុជាត្រូវសម្លឹងមើលទៅលើអនុវិស័យនៃវិស័យដែលមានស្រាប់អនុវិស័យនៃវិស័យដែលមានស្រាប់ឧទាហរណ៍ឧស្សាហកម្មយើងមានហើយក៏ប៉ុន្តែកន្លងមកយើងមានឧស្សាហកម្មវិជ្ជាភ័ណ្ឌបាទកាត់ដេរនឹងច្រើននៅមុខដូច្នេះកម្ពុជាត្រូវផ្ដោតទៅលើអនុវិស័យផ្សេងទៀតនៃវិស័យឧស្សាហកម្មឧទាហរណ៍វិស័យយានយន្តបាទវិស័យអគ្គិសនីបាទវិស័យអេឡិចត្រូនិកដែលជាអនុវិស័យនៃវិស័យឧស្សាហកម្មដែលអាចជំរុញកម្ពុជាឲ្យរីកចម្រើនយ៉ាងឆាប់រហ័សហើយនឹងដែលអាចពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជាអញ្ចឹងកម្ពុជាត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ចដែលផ្ដោតទៅលើបញ្ហាចម្បងជាពីរនេះហើយត្រូវតែប្រកបជាមួយនឹងបរិយាបន្នដែលបរិយាបន្នកន្លែងនេះចង់សំដៅថាផ្លែផ្កាពីកំណើនផ្លែផ្កាពីពិពិធកម្មសេដ្ឋកិច្ចដោយទទួលបានផលសម្រាប់គ្រប់គ្នាទាំងម្ចាស់សហគ្រាសនិងទាំងបងប្អូនប្រជាពលករបាទទាំងបងប្អូនប្រជាពលករហើយទទួលបានផលពីអត្រាកំណើនពេលខ្លះទៅវាហាក់ដូចជាមិនទាន់បាទហាក់ដូចជាមិនទាន់មានភាព
សមាមាត្រគ្នានៅកន្លែងនេះដែលវាធ្វើឲ្យមានចំនួនកើតឡើងពាក្យថាចំនួននេះមានន័យថាមិនទាន់យល់ស្របជាមួយគ្នាបាទមិនទាន់យល់ស្របជាមួយគ្នាដោយសារតែគម្លាតបាទដោយសារតែគម្លាតអានេះឲ្យតែជាបរិយាបន្នទាំងម្ចាស់សហគ្រាសទាំងកម្លាំងពលកម្មទាំងគ្រប់ភាគីពាក់ព័ន្ធសុទ្ធតែទទួលបានផលពីសេដ្ឋកិច្ចពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក៏ដូចជាកំណើនសេដ្ឋកិច្ចបាទនិងប្រកបដោយចីរភាពមានន័យថានិរន្តរភាពមានន័យថាការអភិវឌ្ឍយូរអង្វែងបាទអាចចំណុចនេះហើយដែលនៅពេលដែលយើងវាតម្លៃភាពងាយរងគ្រោះដែលជាសមាសធាតុទី2នៃភាពធន់យើងឃើញថាភាពងាយរងគ្រោះរបស់យើងនឹងកម្រិតទាបមានន័យថាមានភាពល្អប្រសើរបាទមានភាពល្អប្រសើរប៉ះពាល់ខ្លាំងប៉ុន្តែភាពងាយរងគ្រោះរបស់យើងបែរជាល្អប្រសើរដោយសារតែយើងមានចីរភាពបាទចីរភាពសូមអរគុណបាទសូមអរគុណលោកបណ្ឌិតខ្ញុំចាប់អារម្មណ៍ពាក្យបរិយាបន្នឡើងនេះមិញមានបងប្អូនមួយចំនួនលើកឡើងតាក់ទងជាមួយនឹង GDP របស់ប្រទេសកម្ពុជារបស់យើងឬក៏ GDP per capita ដែលចែកជាមធ្យមពាក្យទៅក្នុងម្នាក់អាចរកបានថា1000ទៅ$2000ទៅប៉ុន្តែទស្សនវិជ្ជាជាក់ស្ដែងមិនអាចដល់កម្រិតប៉ុណ្ណឹងទេតើលោកបណ្ឌិតអាចបកស្រាយបានទេថាតើហេតុអ្វីបានលទ្ធផលវាចេញបែបហ្នឹងបាទសូមជឿលោកបណ្ឌិតបាទសូមអរគុណតាក់ទងទៅនឹងGDP per capita ឬដែលយើងហៅថាផលិតផលក្នុងស្រុកសរុបក្នុងម្នាក់នេះយើងគិតជាមធ្យមបាទគិតជាមធ្យមហើយនៅរង្វង់2000បាទក្នុងរង្វង់2000ប៉ុន្តែជាក់ស្ដែងបងប្អូនយើងមួយចំនួនអាចមិនទាន់មានចំណូលបាន2000នេះក្នុងមួយឆ្នាំក្នុងអត្ថន័យនៃសំណួរគឺចង់ផ្ដោតលើចំណុចនេះបាទជាការពិតពីព្រោះយើងបានប្រើពាក្យថាជាមធ្យមបាទយើងបានប្រើពាក្យថាជាមធ្យមដូច្នេះមានន័យថាមានអ្នកដែលខ្ពស់ជាង2000និងមានអ្នកដែលក្រោម2000បាទមានអ្នកដែលក្រោម2000ហ្នឹងយើងទទួលស្គាល់ជាការពិតអញ្ចឹងយើងក៏ត្រូវទទួលស្គាល់ដែរថាផលិតផលក្នុងស្រុកសរុបក្នុងម្នាក់ក្នុងរង្វង់2000នេះមានបងប្អូនដែលបានក្រោមនិងបងប្អូនដែលបានលើបាទកន្លែងនេះក៏ជាបញ្ហាមួយដែលយើងចង់លើកអំពីបរិយាបន្នសេដ្ឋកិច្ចដែរដែលមានន័យថាเราខិតខំតាមពិតរដ្ឋាភិបាលបានខិតខំនិងមានគោលនយោបាយត្រឹមត្រូវច្បាស់លាស់ហើយកន្លងមកខ្ញុំឧទាហរណ៍ថាកាលវិបត្តិ COVID បានអនុម័តនៅកញ្ចប់ថវិកាដើម្បីជួយដល់ជនដែលងាយរងគ្រោះអាចថាតាមវិស័យ$30 $40ក្នុងមួយខែបាទដែលប្រើប្រាស់នៅកញ្ចប់ថវិកាជាតិប៉ុន្តែមិនមានរាប់ទាំងអស់គ្នាទេសម្រាប់តែបងប្អូនដែលជាជនងាយរងគ្រោះឬបើខាងផ្នែកសៀមរាបវិញបងប្អូនដែលជាមគ្គុទ្ទេសក៍ទេសចរបាទដែលគាត់បាត់បង់ការងារជាច្រើននោះទទួលបានការជួយឧបត្ថម្ភធនពីរដ្ឋាភិបាលបាទអញ្ចឹងតាក់ទងទៅនឹងពាក្យថាបរិយាបន្ននេះមានន័យថាដែលខ្ញុំបានលើកឡើងថាជាការទទួលផលពីផ្លែផ្កានៃសេដ្ឋកិច្ចនៃការរីកចម្រើននៃសេដ្ឋកិច្ចក្នុងនេះដើម្បីកាត់គម្លាតបាទដើម្បីកាត់បន្ថយគម្លាតរវាងអ្នកដែលបានក្រមមធ្យមភាគហើយនិងអ្នកលើមធ្យមភាគបើនៅក្នុងវិស័យការងាររដ្ឋាភិបាលគួរបន្តពង្រឹងក៏ដូចជាពង្រីកវិសារភាពនៃគោលនយោបាយប្រាក់ឈ្នួលអបបរមាបាទដែលកន្លងមកយើងឃើញថាមាននៅក្នុងវិស័យខ្លះហើយប្រាក់ឈ្នួលអបបរមាពិសេសនៅក្នុងវិស័យវិជ្ជាភ័ណ្ឌកាត់ដេរបាទប៉ុន្តែបើតាមការស្វែងយល់និងស្រាវជ្រាវរបស់ខ្ញុំកន្លងមកយើងពុំទាន់មានបាទយើងមានការគិតគូរប៉ុន្តែមិនទាន់មានការកំណត់យ៉ាងច្បាស់លាស់អំពីប្រាក់ឈ្នួលអបបរមាសម្រាប់គ្រប់វិស័យទេបើទោះបីជាវិស័យមួយមានប្រាក់ឈ្នួលអបបរមាមិនដូចគ្នាក៏ពិតមែនបាទក៏ប៉ុន្តែគោលនយោបាយនៃប្រាក់ឈ្នួលអបបរមានេះវាពិតជាមានសារៈសំខាន់ក្នុងការកាត់បន្ថយគម្លាតអញ្ចឹងសួរថាតើអ្វីទៅជាប្រាក់ឈ្នួលអបបរមាប្រាក់ឈ្នួលអបបរមានេះរដ្ឋាភិបាលក៏ដូចជាអ្នកជំនាញសេដ្ឋកិច្ចគិតគូរយកចិត្តទុកដាក់ដើម្បីរកឲ្យឃើញថាតើចំណូលក្នុងមួយថ្ងៃប៉ុន្មានឬក៏ក្នុងមួយម៉ោងប៉ុន្មានទើបអាចឲ្យប្រជាជនរស់នៅបានដោយសមរម្យប្រកបដោយសេចក្តីថ្លៃថ្នូរបាទពីព្រោះអាប្រាក់ឈ្នួលអបបរមានេះយើងគណនាឧទាហរណ៍ទៅលើការចំណាយទៅលើថ្លៃអាហារការចំណាយទៅលើការធ្វើដំណើរមធ្យោបាយធ្វើដំណើរការចំណាយទៅលើសម្លៀកបំពាក់ការចំណាយទៅលើធានាសុខភាពក៏ដូចជាថវិកាមួយចំនួនសម្រាប់លំហែកំសាន្តផងដែរ
ចឹងរដ្ឋាភិបាលឬអ្នកសេដ្ឋកិច្ចកំណត់នៅអបបរមាមួយសម្រាប់ផ្ដល់ជូនពួកគាត់នោះមានន័យថាអ្នកដែលក្របំផុតអាចរស់នៅបានដោយសមរម្យនឹងថ្លៃថ្នូរ បាទ ចឹងដរាបណាដែលយើងអត់បានកំណត់មានន័យថាអ្នកដែលខ្ពស់ផុតដូចមុននេះអញ្ចឹងយើងថាជាមធ្យម2000ប៉ុន្តែបងប្អូនយើងខ្លះអត់បានឬក៏លោករហូតដល់លើកឡើងថាចេះតែថាហ្មង បាទ មួយខែរោមបាន100ផង បាទ ហើយអ្នកនៅជនបទឬនៅម្ដុំភ្នំរបស់ខ្ញុំធ្លាប់ទៅលេងនៅភ្នំដែរខ្ញុំចូលចិត្តទេសភាពបែបព្រៃភ្នំហើយក៏ទៅលេងបងប្អូននៅតាមមូលដ្ឋានបាទហើយស្ដាប់ពីពួកគាត់ហើយក្នុងនាមយើងជាអ្នកនៅក្នុងវិស័យសេដ្ឋកិច្ចហើយឬក៏ជាគ្រូសេដ្ឋកិច្ចក៏ដោយជាអ្នកជំនាញសេដ្ឋកិច្ចក៏ដោយបាទក្រៅពីការសិក្សាពីគោលនយោបាយក្រៅពីស្វែងយល់ពីទិន្នន័យទាំងអស់នោះខ្ញុំចុះមូលដ្ឋានខ្ញុំទៅលេងពួកគាត់ខ្ញុំញ៉ាំអីជាមួយពួកគាត់យើងស្ដាប់ពីពួកគាត់ត្រឡប់មកវិញអញ្ចឹង$100ឬក៏មិនបាន$100ហើយអត់មានអត់ទេទៀតអត់ទេបាទគាត់បានអត់ទេទេថ្ងៃខ្លះក៏បានថ្ងៃខ្លះក៏អត់ខ្ញុំលើកមកជ្រុងនៅប្លុកដែលខ្ញុំតែងទៅបាទដោយសារខ្ញុំជីកស្រះមួយបាទដើម្បីអង្គុយលេងកំសាន្តអីទៅបងប្អូនគាត់មកហើយអញ្ចឹងថ្ងៃខ្លះគាត់មានការងារធ្វើទៅរើសស្វាយចន្ទីទៅថ្ងៃខ្លះគាត់ទៅដកដំឡូងទៅអីទៅហើយវាអត់បានពេញមួយខែអត់បានពេញមួយឆ្នាំទៀតបាទនេះហើយទៅជាបញ្ហាដែលបងប្អូនយើងមួយចំនួនលោកលើកឡើងនឹងតាមពិតវាជាការពិតបាទហើយអញ្ចឹងជាមធ្យមយើងថាមួយឆ្នាំ2000តែមានបងប្អូនយើងខ្លះបាទដែលគាត់ស្ថិតនៅក្នុងជំនាញកម្រិតខ្ពស់ហ្នឹងគាត់អាចបានមួយខែដល់$2000គាត់អាចបានដល់មួយខែក៏បាន2000ហើយមិនបាច់មួយឆ្នាំទេបាទអញ្ចឹងទេនេះជាកម្លាតមួយហើយកន្លែងនេះខ្ញុំចង់បញ្ជាក់ដែរតាមពិតមិនជាភាពក្រីក្រពេកទេប៉ុន្តែវាជាវិសមភាពសង្គមបាទវិសមភាពសង្គមរវាងអ្នកដែលបានចំណូលទាបហើយនិងអ្នកដែលបានចំណូលខ្ពស់មានគម្លាតឆ្ងាយគ្នាបាទគម្លាតឆ្ងាយគ្នាដែលធ្វើឲ្យយើងមើលឃើញទៅលើផលិតផលក្នុងស្រុកសរុបជាមធ្យមក្នុងម្នាក់ក្នុងមួយឆ្នាំឃើញថាហាក់ដូចជាមិនមែនបាទតែតាមពិតទាំងនេះជាទិន្នន័យពិតជាក់ស្ដែងពីស្ថាប័នជាតិអន្តរជាតិហើយយើងគណនាជាមធ្យមបាទគណនាជាមធ្យមក៏បងប្អូនយើងមួយចំនួនលោកអត់ទាន់បានទេបាទសូមអរគុណបាទ